បាននេះគឺជាការធ្វើការដោយលឿនបំផុតបាទបងប្អូនគឺការលើកស៊ីម៉ងបងប្អូនចាប់ពីស៊ីម៉ងទៅរៀបយ៉ាងលឿនបំផុតបាទអញ្ចឹងគឺគាត់មានជំនាញមែនទែនបាទបងប្អូនណានាងខាងតម្រៀបម៉ងបាទនិយាយទៅគឺអស្ចារ្យតែម្ដងបងប្អូនបាទហើយបរិសម្នាក់នេះគឺគាត់នៅកន្លែងធ្វើដែកបងប្អូនណាចំណែកបរិសនេះគឺជាការតម្រៀបថ្មជាជួរហើយទម្លាក់ទៅគឺវាតម្រេតទៅស្មើគ្នាតែម្ដងបាទគឺស្អាតមែនទែនបាទវ៉ាវយ៉ាអស្ចារ្យមែនបាទអិតបងប្អូននេះប្រភេទអិតកៅឡាឡាបងប្អូនបាទលឿនមែនតើបាទហើយចំណែកបរិសនេះគឺគាត់ដាក់ទឹកបរិសុទ្ធបាទចូលក្នុងធុងបាទផ្លឹបតាលុ sorry លឿនប្រើចម្លងបាទហើយចំណែកក្រុមប្រភេទនេះគឺគាត់បោះប្រភេទស្ពេកក្រៅបងប្អូនហើយនេះជាការកាត់ចេកបងប្អូនបាទនិយាយទៅគាត់sẽមានជំនាញតែម្ដងបងប្អូនបាទគឺមិនលឿនដូចគេទេអាចនឹងមុតដៃទៀតបាទហើយបរិសនេះបងប្អូនគឺគាត់ច្រូតស្រូវបាទអូហើយបងប្អូនណាខ្លះដែលនឹកឃើញការយើងច្រូតស្រូវបងប្អូនណាខ្លះដែលធ្លាប់ច្រូតស្រូវបាទគឺគាត់មានជំនាញខាងទាញសយោបងប្អូនគាត់ប្រើតែជើងឯបាទដូចហាត់កីឡាតែម្ដងបងប្អូនបាទអូទៅរូចំណែកបរិសនេះគឺគាត់បោះអានេះឆ្នាំមូសបងប្អូនបាទគេបោះវាអញ្ចឹងទៅដើម្បីយូរទៅហាលបងប្អូននេះបាទគឺទៅជាសតបតំណនេះបាទហើយឯកញ្ញាទាំង3ដួងនេះគឺគាត់តម្រៀបអីវ៉ាន់បងប្អូនបាទយើងការងារដែលគាត់ធ្វើរាល់ថ្ងៃគឺវាទៅជាជំនាញបងប្អូនអញ្ចឹងថាបិទភ្នែកក៏ធ្វើបានណាហើយបរិសម្នាក់នេះគាត់អ្នកបោះដៃចូលទៅក្នុងម៉ាស៊ីនបងប្អូនបាទដើម្បីឲ្យវាទន់អញ្ចឹងណាប៉ុន្តែការងារនេះគ្រោះថ្នាក់ខ្លាំងបងប្អូនបើសិនជាប៉ះដល់ជើងឬអីមួយអាចឆេះជើងហើយជើងយើងគឺដាច់តែម្ដងបងប្អូនផុយដូចទឹកមាត់បងប្អូនព្រោះដាច់ក្តៅខ្លាំងដាក់ទៅលាយហ្មងហើយយើងមកទស្សនាជាមួយនឹងនារីម្នាក់នេះគឺគាត់បោកបងប្អូនបាទស៊ីម៉ងគាត់គឺមានការស្អិតអត់មានរាវពេកឬក៏ខាប់ពេកទេគឺស្អិតតែម្ដងបាទអញ្ចឹងគាត់យកមកប៉ាតឲ្យវារៀងបរិមាណចិត្តហើយគាត់អូសបាទគាត់អូសបដិញនិយាយទៅលឿនតែម្ដងបងប្អូនលឿនបាទនិយាយតិចរបស់គាត់នេះលឿនបាទតែបើចង់លឿនទេបើសិនជាយើងលាយស៊ីម៉ងអត់ត្រូវក៏អត់លឿនដែរបងប្អូនបាទដាក់ទៅគឺធ្លាក់អស់តែម្ដងបាទ